អាចថាវាជាកំហុសរបស់ខ្ញុំក៏ថាបានខ្ញុំតែងតែបង្ហាញអ្នកទាំងអស់គ្នាតាក់ទងទៅនឹងប្រទេសរបស់ខ្ញុំប៉ុន្តែខ្ញុំមិនដែលបង្ហាញអ្នកទាំងអស់គ្នានៅភាពកម្រឬមួយក៏ភាពលម្អិតបកស្រាយឲ្យច្បាស់ទៅកាន់អ្នកទាំងអស់គ្នានោះទេប្រសិនបើយើងនិយាយអំពីប្រភេទប្រទាលដែលមានពណ៌ highlight ច្បាស់ណាស់គឺយើងអាចរកវាបានតែងាយស្រួលប៉ុន្តែប្រភេទប្រទាលដែលកម្រគឺជារឿងដ៏ឡែកប្រភេទប្រទាលដែលកម្រដែលខ្ញុំយកមកនិយាយនៅពេលនេះគឺតាក់ទងទៅនឹងពណ៌ highlight របស់វាដូចនៅក្នុងវីដេអូនេះស្រាប់គឺខ្ញុំបង្ហាញអ្នកទាំងអស់គ្នាពីប្រភេទប្រទាល Gymnocalcium ដែលមួយដើមនេះគឺជាប្រភេទកូនកាត់មានន័យថាប្រភេទ Gymnocalcium ធម្មតាកាត់ជាមួយនឹងប្រភេទ LB ប្រទាលមួយដើមនេះគឺមានពណ៌ទឹកក្រូចស្ដើងយើងចង់បែកលឿងតិចប៉ុន្តែវាពណ៌ទឹកក្រូចហើយឆ្នូតរបស់គេនីមួយៗគឺមានពណ៌បៃតងហើយបើសិនមកអ្នកទាំងអស់គ្នាសង្កេតទៅលើចំហៀងរបស់គេគឺចន្លោះកណ្ដាលគឺបញ្ចេញរស្មីអាចនិយាយបានថាលឿងឆ្នូតនៅចំកណ្ដាលទៀតទំហំនេះគឺជាទំហំដែលល្មមនោះទេសម្រាប់ប្រទាលមួយដើមនេះបើសិនមកជាយើងដាំវាអាយុអាចចន្លោះទៅ4ទៅ5ឆ្នាំហើយធំជាងហ្នឹងគឺកាឡាផុសគេបែកហើយតែស្អាតជាងហ្នឹងទៀតហើយសម្រាប់បងដែលចាប់អារម្មណ៍ប្រភេទប្រទាលគឺអាចតាក់ទងមកខ្ញុំផ្ទាល់បានឬមួយក៏អាចចូលទៅក្នុង page របស់ខ្ញុំផ្ទះប្រទាលអរគុណបងដែលតាមដានវីដេអូរបស់ខ្ញុំបាយបាយ